តលតែឈឺទៅប្រត់រកពេទ្យពេលដែលមិនតាន់កើតអីដូចអត់ខ្វល់ខ្វាយសោះទាំងគេទាំងខ្ញុំមិនថាក្មេងចាស់ប្រុសស្រីទេសុខភាពពិតជាសំខាន់ណាស់មិនថាអ្នកជាមនុស្សរវល់បែបណាទេការថែរក្សាសុខភាពពិតជារឿងមួយដែលត្រូវតែធ្វើជាចាំបាច់ហើយបើឈានដល់វ័យ40ឆ្នាំជាងដូចខ្ញុំនេះការថែរក្សាសុខភាពនិងការទៅពិនិត្យសុខភាពឲ្យបានទៀងទាត់គឺជារឿងដែលត្រូវតែធ្វើខានមិនបានទេបងប្អូនសម្រាប់មន្ទីរពេទ្យវិញឥឡូវគេមានសេវាពិនិត្យសុខភាពគេស្រួលណាស់ដូចជាមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខនេះជាដើមដែលខ្ញុំបានទៅពិនិត្យសុខភាពកាលពីប្រហែលថ្ងៃមុននេះគឺគេមានផ្ដល់សេវាពិនិត្យសុខភាពជាកញ្ចប់ច្រើនជម្រើសគឺបងប្អូនអាចពិនិត្យតែកន្លែងសំខាន់ឬពិនិត្យមួយតួខ្លួនពីក្បាលដល់ចុងជើងតែម្ដងក៏បានដែរបើនិយាយពីតម្លៃវិញគឺសមរម្យបំផុតដូចខ្ញុំបានបញ្ជាក់ខាងលើអញ្ចឹងរួចយ៉ាងណាក៏ត្រូវតែឆ្លៀតទៅពិនិត្យសុខភាពបន្តិចដែរបងប្អូនឃើញមុខខ្ញុំនៅក្មេងអញ្ចឹងគិតថាចាំបាច់ទៅពិនិត្យសុខភាពដែរការពិតការថែរក្សាសុខភាពបងប្អូនមិនចាំបាច់ទាល់តែយើងចាស់ឬទាល់តែយើងឈឺទៅជួបគ្រូពេទ្យនោះទេហើយបងប្អូនឃើញខ្ញុំមុខក្មេងអញ្ចឹងតិចគិតថា18អីទៅក្មេងតែមុខទេបងប្អូនឆ្នាំនេះ40ជាងហើយក៏ជាវ័យមួយដែលឈានចូលដល់ការយកចិត្តទុកដាក់ទៅលើសុខភាពកាន់តែខ្លាំងផងដែរវាប្រៀបដូចម៉ាស៊ីនអញ្ចឹងឈានចូលដល់ពេលដែលត្រូវមើលថែរក្សាឬក៏ប៉ះពាល់កន្លែងខ្លះបានក៏ត្រូវតែធ្វើហើយបងប្អូនថ្ងៃដែលខ្ញុំទៅពិនិត្យសុខភាពប្រចាំឆ្នាំនេះគឺខ្ញុំជ្រើសរើសយកមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខដែលជាមន្ទីរពេទ្យមួយមានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញតែម្ដងហើយក៏មានទីធ្លាធំទូលាយផងដែរតាំងពីក្រៅដល់ក្នុងមើលទៅផាសសុខភាពរបស់គេហ្មងណាបើនិយាយពីបុគ្គលិកវិញនៅទីនោះមិនថាតែសន្តិសុខបុគ្គលិកទទួលភ្ញៀវឬគ្រូពេទ្យទេគឺរុះរាយរាក់ទាក់តែម្ដងផ្ដល់ស្នាមញញឹមទាំងខ្ញុំទាំងគេនរណាមិនចង់បានមែនអត់បងប្អូនពេលចូលដល់ក្នុងមន្ទីរពេទ្យបងប្អូនកន្លែងណាក៏ស្អាតដែរសូម្បីតែក្នុងបន្ទប់ទឹកហើយកន្លែងរងចាំគេក៏ស្អាតមានអនាម័យនិងធំទូលាយខ្ញុំមិនដឹងថាបងប្អូនណាខ្លះដូចខ្ញុំទេបើខ្ញុំវិញចូលមន្ទីរពេទ្យសួរពីនេះសួរពីនោះច្រើនណាស់ហើយបើនៅក្នុងមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខនេះគ្រូពេទ្យរបស់គេរស់រាយរាក់ទាក់មែនទែនបងប្អូននឹងប្រាប់យើងច្រើនពាក់ព័ន្ធជាមួយជំងឺរបស់យើងសូម្បីតែកន្លែងខ្លះដែលយើងមិនបានចាប់អារម្មណ៍ក៏គ្រូពេទ្យព្យាយាមពន្យល់យើងឲ្យបានយល់ដែរដូចជាកន្លែងនេះជាដើមបងប្អូនអ្នកគ្រូពេទ្យពិនិត្យអេកូបានព្យាយាមពន្យល់ខ្ញុំយ៉ាងច្រើនដើម្បីខ្ញុំបានយល់ពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍នៃការឆ្លុះអេកូនិងជំងឺមួយចំនួនធំដែលតួនាទីរបស់អេកូអាចធ្វើបានងាកមកការពិនិត្យសុខភាពរបស់ខ្ញុំបន្តិចនៅក្នុងវីដេអូនេះពេទ្យកំពុងតែបូមឈាមពិនិត្យឆ្លុះអេកូនិងឆ្លុះ X-ray ដែលជាកញ្ចប់របស់ខ្ញុំនិយាយទៅកញ្ចប់របស់ខ្ញុំពិសេសហ៎បងប្អូនពិនិត្យរហូតដល់19មុខឯណោះតាមខ្ញុំសាកសួរគ្រូពេទ្យនៅមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខគេមានសេវាពិនិត្យជំងឺទូទៅនិងសម្រាប់ព្យាបាល24ម៉ោងសេវាពិនិត្យសុខភាពមាតានិងទារកសេវាពិនិត្យនិងព្យាបាលជំងឺកុមារគ្រប់ប្រភេទសេវាពិនិត្យសុខភាពដល់ទីកន្លែងលក្ខណៈឯកជនគ្រួសារស្ថាប័នការងារនិងសេវាជាច្រើនទៀតបងប្អូនដែលមានតម្រូវការផ្នែកសុខភាពខ្ញុំសូមណែនាំមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខល្អទាំងគុណភាពល្អទាំងសេវាកម្មល្អបំផុតនោះគឺតម្លៃនៅទីនោះមានគ្រូពេទ្យនិងវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនឆ្នាំនិយាយទៅគឺល្អបំផុតសម្រាប់បងប្អូនទាំងអស់គ្នាខ្ញុំហ៊ាននិយាយបែបនេះដោយសារតែខ្ញុំក៏ជាអតិថិជនមួយរូបរបស់មន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខផងដែរហើយបើមិនធ្លាប់ឆ្លងកាត់ទទួលសេវាកម្មទេខ្ញុំមិននឹងហ៊ានណែនាំបងប្អូនកើតសម្រាប់បងប្អូនដែលចង់ទៅពិគ្រោះជំងឺឬពិនិត្យជំងឺផ្សេងៗនៅមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខបងប្អូនអាចធ្វើដំណើរតាមរយៈអាសយដ្ឋានផ្ទះលេខ18ផ្លូវ228សង្កាត់ចាក់ទៅមុខខណ្ឌដូនពេញរាជធានីភ្នំពេញឬតាមរយៈទូរស័ព្ទលេខ069ឬ089 55 39 55អរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះសូមចុច like និង share ម្នាក់មួយផងណាហើយប្រសិនបើបងប្អូនមិនទាន់បាន follow page មួយនេះទេសូមជួយ follow ម្នាក់មួយផងណាខណៈពេលនេះខ្ញុំបាទសធារិទ្ធសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់